មិនបានទារកខ្លះកើតមកមានបញ្ហាផ្អៀងមុខមួយជំហៀងហើយគួរដោះស្រាយបែបណាទារកខ្លះកើតមកអាចជួបបញ្ហាផ្អៀងមុខមួយជំហៀងដែលជាញឹកញាប់គឺពុំមានអារម្មណ៍ឈឺចាប់ឡើយហើយបញ្ហានេះច្រើនតែប្រសើរឡើងនៅពេលដែលអូនបានធ្វើលំហាត់ប្រាណពុតពេងខ្លួនឬក៏មានការកែប្រែឥរិយាបថសាមញ្ញមួយចំនួនមិនបានទារកខ្លះប្រឈមនឹងបញ្ហាផ្អៀងមុខមួយជំហៀងករណីខាងលើក្រុមគ្រូពេទ្យក៏មិនទាន់ដឹងច្បាស់ពីមូលហេតុបង្កដែរប៉ុន្តែអ្នកជំនាញជឿថាបញ្ហានេះកើតឡើងនៅពេលដែលទារកស្ថិតនៅក្នុងឥរិយាបថចង្អៀតនៅក្នុងស្បូនម្ដាយឬស្ថិតនៅក្នុងទីតាំងមិនប្រក្រតីដូចជាកើតមកបញ្ច្រាស់ជើងជាដើមដែលដាក់សម្ពាធដល់សាច់ដុំ sternocleidomastoid របស់ទារកជាហេតុនាំឲ្យកូនមានការពិបាកនៅក្នុងការបង្វែរកសញ្ញានិងរោគសញ្ញានៃបញ្ហាផ្អៀងមុខមួយចំហៀងជាទូទៅទារកអាចធ្វើចលនាជាច្រើនដូចទៅនឹងទារកផ្សេងទៀតដែរលើកលែងតែសកម្មភាពពាក់ព័ន្ធទៅនឹងការបង្វែរកនៅពេលដែលអូនមានអាយុចាប់ពី2ទៅដល់4សប្តាហ៍ទារកមានបញ្ហាផ្អៀងមុខមួយចំហៀងនឹងអាចផ្អៀងក្បាលនៅក្នុងទិសដៅតែមួយមិនអាចបង្វែរក្បាលទៅតាមទិសដៅរបស់ប៉ាម៉ាក់បាននៅពេលដែលបំបើដោយទឹកដោះម្ដាយនឹងទារកចង់បើតែដោះម្ខាងនិងពិបាកនៅក្នុងការងាកកទៅរកប៉ាម៉ាក់ទារកមួយចំនួនដែលមានបញ្ហាផ្អៀងមុខមួយចំហៀងហ្នឹងគឺអាចមានក្បាលសំប៉ែតហើយកចង្កានិងមុខអូនក៏មិនស្មើគ្នាដែរក្នុងករណីខ្លះទៀតកូនអាចមានដុំពកមួយនៅកហើយស្ថានភាពទាំងនេះអាចនឹងប្រសើរឡើងនៅពេលដែលបញ្ហាផ្អៀងមុខមួយចំហៀងបានធូរស្រាលប៉ាម៉ាក់គួរដោះស្រាយបែបណានៅពេលដែលទារកជួបបញ្ហានេះក្រុមគ្រូពេទ្យអាចបង្រៀនប៉ាម៉ាក់ឲ្យចេះធ្វើលំហាត់ប្រាណតម្រង់កឲ្យកូននៅផ្ទះដែលអាចជួយបន្ធូរសាច់ដុំ SCM ដើម្បីឲ្យករបស់ទារកអាចវិលត្រឡប់មកត្រង់ឡើងវិញបាន